ជំរាបសួរនាងខ្ញុំវិជ្ជាបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះនាងខ្ញុំសូមលើកយកពីការដែលទៅដោះគោមិនត្រូវជាមួយនឹងកូនតើយើងធ្វើដូចម្ដេចទើបដឹងថាទៅដោះគោនោះមិនត្រូវជាមួយនឹងកូនរបស់យើងដឹងហើយទឹកដោះម្ដាយគឺជាអាហារដែលល្អបំផុតសម្រាប់ទារកដែលវាផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់ហើយនិងសម្រាប់ការការពាររាងកាយប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានករណីខ្លះដែលម្ដាយគាត់មិនអាចផ្ដល់ទឹកដោះឲ្យកូនឬមួយក៏គាត់មិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ឲ្យកូនអញ្ចឹងកូនត្រូវការបើទឹកដោះគោបន្ថែមតើយើងធ្វើដូចម្ដេចទើបដឹងថាទឹកដោះគោមិនត្រូវជាមួយនឹងកូនរបស់យើងទីមួយគឺការក្អួតការក្អែឬក៏ក្អួតរបស់ទារកតិចតួចវាគឺជារឿងធម្មតាដោយសារតែប្រព័ន្ធរំលាយអាហាររបស់គាត់នឹងមិនទាន់លូតលាស់បានល្អប៉ុន្តែប្រសិនបើគាត់ក្អួតច្រើនដងពេកក្រោយពេលបៅវាអាចជាសញ្ញា formula intolerant ទី2គឺការឡើងទម្ងន់យឺតតាមដានទម្ងន់កូនបើសិនជាក្មេងដែលគាត់បៅច្រើនហើយតែនៅតែមិនឡើងទម្ងន់វាអាចមកពីបញ្ហាទឹកដោះគោទី3គឺអាចមានហើមពោះឬក៏ឈឺពោះក្រោយពេលបៅស្ដែងឡើងតាមរយៈទារកយំឬមួយក៏រោរឿងខ្លាំងក្នុងកំឡុងពេលឬមួយក៏ក្រោយពេលដែលគាត់បំបៅហើយទី4គឺលាមកមានឈាមលាមកមានឈាមគឺជាសញ្ញាសំខាន់មួយនៃខៅមាប្រូតេអ៊ីនអាឡែហ្ជីដែលយើងត្រូវយកគាត់ទៅពិនិត្យជាមួយនឹងគ្រូពេទ្យជាបន្ទាន់ទី5គឺទល់លាមកឬមួយក៏រាកជាបន្តបន្ទាប់ទាំងសញ្ញាទល់លាមកឬមួយក៏សញ្ញារាកនោះទាំងពីរនេះវាអាចបង្ហាញពីការមិនសូវត្រូវនឹង formula បច្ចុប្បន្នសញ្ញាចុងក្រោយដែលយើងត្រូវចាប់អារម្មណ៍គឺសញ្ញាដែលបង្ហាញពីអាឡែហ្ជីវាអាចមានជាកន្ទួលឬមួយក៏រោលលើស្បែកអាចមានក្អួតចង្អោរមិនព្រមបៅឬមួយក៏បោះបង់ការបៅក្អកឬមួយក៏ឡើងស្លេសខ្លាំង